នេះត្រេនដែលយើងតជាប់នេះដែលយើងត្រូវតវានេះនេះត្រួយដែលត្រួយដើមវាដោះហ្នឹងយើងត្រូវបេះវាចោលណាមើលយើងត្រូវបេះវាចោលបើយើងអត់បេះចោលទេវាអន់ចាំអាដើមដែលយើងតនេះវាអន់ចាំអានេះអញ្ចឹងយើងត្រូវបេះអានេះចោលកាច់វាចោលយើងទុកតាមេដែលយើងត្រូវតជាប់នោះបាទដើមធំនេះក៏អញ្ចឹងដូចគ្នានេះវាដុះនេះដុះពីគល់មកយើងធ្វើការបេះវាចោលអត់មានការបេះវាចោលនេះកូននេះយើងទុកបោកតភ្ជាប់ជាមួយដើមមេវានេះ